Hello សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំនឹងប្រាប់ពីរបៀបប្រើប្រាស់ icon និងទូរស័ព្ទថ្ងៃអើយបើមើលក្នុង map មកអើយនេះកាយគេលក់ icon មើលទូរស័ព្ទហ្នឹងវាមានតារូបកត្រកហ្នឹងឯណាយកមានតែពួករូបកត្រកហ្នឹងទេដែលគេលក់ក្រៅពីហ្នឹងគេលក់ទេហ្នឹងហើយតម្លៃ icon មួយហ្នឹង 1000 បើទូរស័ព្ទយើងត្រូវទិញទូរស័ព្ទហើយយើងត្រូវទិញ SIM ទៀតថ្ងៃនេះខ្ញុំនឹងមកប្រាប់ទាំងពីរនឹងតម្រងហ្នឹងហើយអើយជួយចុច F2 មកដើម្បីបើក inventory នេះ icon ហ្នឹងយើងរើសដាក់មកបើថាយកលេខ1យកទៅយើងចុចលេខ1មកប្រើ icon នេះចុចលេខ1មកប្រើ icon ហើយ icon ហ្នឹងអើយវាមានតាមបើយើងមានលេខកែងណាអានេះយើងអាចចុចតាមលេខកែងបើថាយើងអត់មានលេខកែងយើងចង់លេងតែគ្នាយើងទេយើងចុចតានេះយ៉ាយើងចុចនេះ radio ហ្នឹងមកអាហ្នឹងដើម្បីឲ្យយើងដាក់លេខបើថាលេខគ្នាយើងលេខបានយើងចង់ចុច1 3ដៅយើងទៅយើងចុច add មកហ្នឹងទៅមានតែយើងម្នាក់ឯងឃើញនេះតែ member មានយើងម្នាក់ឯងហើយបើយើងចង់ឲ្យគ្នាយើងមកមួយយើងដែរយើងឲ្យគាត់ចុចនេះមកឲ្យគាត់ចុចលេខអើយ1 3ដៅដែរមកនេះយើងទៅគាត់ចូលមកយើងហ្នឹងហើយនេះឡើងបើកសលេងថយសលេងហើយ icon មានតែប៉ុណ្្នឹងទេចាំមើលអានេះរបៀបប្រើទូរស័ព្ទទៀតទូរស័ព្ទមើលបើយើងទិញមកវាបែបនេះទូរស័ព្ទណាទិញ SIM មកហើយទូរស័ព្ទហ្នឹងយើងចុចអើយមើលរូបទូរស័ព្ទហ្នឹងមកយើងចុចមកស្ដាំមកប៉ក់មកហ្នឹងហើយ tab មកហើយយកក្រុមនេះ setting SIM card មកហើយវាមានប្រឡោះដាក់ SIM ហើយយើងចុច hold មកឆ្វេងជាប់មើលអូសទាញមកដាក់ក្នុងហ្នឹងមកហ្នឹងដាក់លេខហើយយើងចុច M មកហ្នឹងទៅអើយបង្កើតធម្មតាមកគេឲ្យដាក់ Gmail តាមហ្គេមឥឡូវខ្ញុំបង្កើតហើយហ្នឹងហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ